នៅពេលមុននេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបរិះខ្លាំងរបស់កម្ពុជាបានបញ្ជូនសារនយោបាយដ៏ខ្លាំងក្លាមួយប្រឆាំងនឹងជនអកតេថៃណាមួយដែលប៉ុនប៉ងឈ្លានពានកម្ពុជាហើយប្រមានថាកម្ពុជាត្រៀមខ្លួនជាស្រេចមិនឲ្យការប៉ុនប៉ងបែបនេះបានសម្រេចនោះឡើយសម្ដេចតេជោហ៊ុនសែនបានបង្ហាញជំហរគាំទ្រដល់រដ្ឋាភិបាលដែលបានបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅតាមបន្ទាត់ព្រំដែនហើយបញ្ជាក់ថានេះមិនមែនដើម្បីធ្វើសង្គ្រាមទេប៉ុន្តែដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានណាមួយដែលអាចកើតមានជាមួយគ្នានោះសម្ដេចតេជោហ៊ុនសែនធ្វើការកត់សម្គាល់ថាការផ្ទុះអាវុធនោះមិនមែនជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាលថៃឡើយប៉ុន្តែវាអាចបង្កឡើងដោយបុគ្គលឬភាគីណាមួយប៉ុណ្ណោះសម្ដេចបានបញ្ជូនសារទៅកាន់ជនអកតេបានទាំងនោះថាកម្ពុជាមិនអនុញ្ញាតឲ្យមានការឈ្លានពានណាមួយដល់កម្ពុជាឡើយហើយកម្ពុជានឹងប្រើសិទ្ធិដើម្បីការពារខ្លួនប្រឆាំងទៅនឹងការឈ្លានពានសម្ដេចតេជោហ៊ុនសែននៅក្នុងនាមជាប្រធានស្ថាប័ននីតិបញ្ញត្តិបានលើកឡើងថាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយសម្ដេចក៏បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលឬអង្គភាពឬឋានៈណាក៏ដោយដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះសម្ដេចតេជោបានបញ្ជាក់ទៀតថាសម្ដេចមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេតែក៏គាំទ្រដល់ការសម្រេចរបស់រដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៅទៀតសម្ដេចតេជោក៏សង្ឃឹមយ៉ាងមុតមាំថាការចរចាដែលនឹងត្រូវធ្វើរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរនឹងទទួលបានផលល្អសម្ដេចតេជោក៏សង្ឃឹមថែមទៀតថានឹងមិនមានភាពតានតឹងទូទាំងបណ្ដោយព្រំដែនរវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀតដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយសម្ដេចតេជោក៏បានអំពាវនាវបងប្អូនជនរួមជាតិសូមមេត្តាកុំពង្រីកនៅចំនួននេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍និងសូមជឿជាក់លើការដោះស្រាយរបស់រដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរចំណែកសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលកំពុងនៅទីក្រុងតូក្យូក៏កំពុងតាមដាននិងធ្វើការបញ្ជាផ្ទាល់ចំពោះការសម្រេចចិត្តដែលតាក់ទងទៅនឹងការផ្ទុះអាវុធនៅថ្ងៃទី28ខែឧសភាសម្ដេចបានអំពាវនាវដល់ប្រជាជនកម្ពុជាកុំឲ្យមានការព្រួយបារម្ភហើយទុកចិត្តចំពោះរដ្ឋាភិបាលក៏ដូចជាកងទ័ពកម្ពុជាក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះរឿងប៉ះទង្គិចគ្នានេះព្រឹកព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅនេះវាគឺជាការប៉ះទង្គិចដោយអាវុធដ៏តានតឹងមួយរហូតដល់ពលីជីវិតយោធិនកម្ពុជាមួយរូបពាក់ព័ន្ធទៅនឹងស្ថានភាពនេះក្រសួងការពារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីហេតុការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពរបស់ថៃនៅព្រំដែននាភូមិតេជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារនេះហើយក្រសួងការពារជាតិបានអះអាងថាការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានកើតឡើងគឺដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមកលើលេនដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលុកណាស់មកហើយក្រសួងការពារជាតិបានឲ្យដឹងទៀតថាការប៉ះទង្គិចគ្នានេះមិនមែនជាជំរើសដែលកម្ពុជាចង់បាននោះទេហើយក្រសួងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងការធ្វើឲ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឲ្យបានឆាប់រហ័សនិងបង្ការកុំឲ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្ដងទៀតក្រសួងការពារជាតិក៏បានអះអាងទៀតថាកម្ពុជាប្រកាន់ខ្ជាប់នៅមធ្យោបាយការទូតនិងការដោះស្រាយបញ្ហាដោយសន្តិវិធីព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងព្រំដែនសន្តិភាពស្ថិរភាពការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកហើយកងទ័ពកម្ពុជាបដិញ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាមួយក៏ដោយជាចុងក្រោយសូមជម្រាបលា